របៀបគប់ដុំលើ casting យើងគប់កុំឲ្យចាពាក់ដំបូងយើងត្រូវមើលអ្នកបើលេខយើងគឺវានៅអញ្ចឹងគ្រាន់តែថាដុំនេះអត់មានលេខទេណាប៉ុន្តែបើបងប្អូនមានលេខគឺត្រូវសេរីយ៉ាងទាបណាលេខ6សម្រាប់ដៃថ្មីបាទលេខ6ទៅលេខ8កន្លែងហ្នឹងណាបាទលេខ6ទៅលេខ8ហើយកន្លែងនេះហ្វ្រាំងបាទហ្វ្រាំងកន្លែងហ្វ្រាំងនេះយើងត្រូវតែកន្លែងរឹតស្ពូលបាទកន្លែងរឹតស្ពូលនេះយកកំសុយណាគឺយកវាឲ្យធ្វើម៉េចឲ្យនេះអានេះដំបងវាលឺចែឃើញវាលឺខ្លឹកអត់យើងរឹតមិនល្មមកុំឈប់ឲ្យវាលឺបាទនេះឥឡូវឈប់លឺហើយហ្នឹងសម្រាប់ដៃថ្មីបាទតិចនិចគប់ខ្មោចចាពាក់យើងឃើញវាលេងលឺអញ្ចឹងហើយបន្ទាប់មកយើងត្រូវមើលទីតាំងបាទទីតាំងខ្យល់ទៅខាងណាឧទាហរណ៍ថាខ្យល់ទៅខាងនោះបើយើងត្រូវគប់បដ ாய் ខ្យល់កុំគប់ប្រជ្រះខ្យល់តែគប់ប្រជ្រះខ្យល់គឺចាពាក់អីអាហ្នឹងសម្រាប់ដៃថ្មីហើយឧទាហរណ៍ថាយើងល្វីដុំដៃខាងនេះយើងត្រូវកាន់ដៃខាងឆ្វេងបើយើងល្វីដៃខាងស្ដាំល្វីដៃខាងឆ្វេងយើងត្រូវកាន់ដុំដៃខាងស្ដាំអញ្ចឹងដើម្បីជាស្តង់ដាគេហើយពេលដែលយើងគប់ដុំនេះដាច់ខាតគឺយើងត្រូវគប់ទៅលើបាទគប់ទៅលើសិនកុំទាន់ខ្វល់ស្តង់ដាមិនស្តង់ដាសំខាន់យើងគប់ទៅលើសិនឲ្យចេញសិនតែគប់ចេញយូរទៅពេលដែលយើងចេះគប់គឺយើងអាចគប់មិនក៏បានដែរបើវាអត់ងាយចាពាក់ទេវានៅតែចាពាក់អញ្ចឹងប៉ុន្តែវាមិនងាយឥឡូវជាមួយខ្ញុំគប់បាទហើយពេលដែលនុយចិត្តធ្លាក់ដល់ទឹកប្រហែលជាកន្លះម៉ែត្រឬក៏1ម៉ែត្រយើងចុចបាទចុចស្ពូលនេះឲ្យជាប់បាទចុចឲ្យលឿនតែអត់យកមេដៃចុចឲ្យកន្លែងស្ពូលនេះទេបាទហ្នឹងគឺចាពាក់ហើយអញ្ចឹងពេលដែលនុយចិត្តធ្លាក់ដល់ទឹកប្រហែលជា1ម៉ែត្រយើងមើលបាទប្រហែលជា1ម៉ែត្រឬកន្លះម៉ែត្រយើងស្កត់ស្ពូលយកដៃស្កត់ស្ពូលអញ្ចឹងឲ្យជាប់បន្ទាប់មកយើងល្វីមកអញ្ចឹងណានុយចិត្តធ្លាក់ដល់ទឹកយើងស្កត់គប់អញ្ចឹងយើងដៃយើងត្រូវលះអញ្ចឹងបានយើងគប់មកវាអត់ចាពាក់បើយើងគប់មកអត់ចាពាក់ហើយអាហ្នឹងបើសិនជាវានៅចាពាក់ទៀតបើយើងត្រូវរឹតអានេះថែមតិចទៀតបាទរឹតវាថែមបន្តិចរឹតវាម្ដងតិចបានតែកម្រិតខ្លាំងពេករឹតកន្លែងហ្នឹងខ្លាំងពេកក៏គប់អត់ចេញដែរណាហើយខ្ញុំបញ្ជាក់បាទគប់គឺយើងកុំគប់ប្រជ្រះខ្យល់តែគប់ប្រជ្រះខ្យល់ពេលខ្លះដៃចាស់ហ្នឹងក៏ចាពាក់ដែរយ៉ាត្រូវខំអូនោះត្រូវខំវិញពងបរៀនពេកត្រីខំតិចនុយបាទមកកឹបមិញចាប់បាទត្រីខំចាំមើលនៅក្នុងវីដេអូនឹងជាប់អត់មកកឹបមកប្រឡែង100មិញឃើញទេបងប្អូនបាទឥឡូវខ្ញុំបធូរវាមកវិញបន្តិចអញ្ចឹងមិនថាពេលដែលយើងគប់បាទយើងគប់ព្យាយាមជ្រុំដែរបាទបើយើងចង់គប់ឲ្យត្រីខំមកប្រឡងហេតុណាក៏50ខ្សែដែរបាទចាំដូរប្រឡងមិញមើលអត់តន់បាទខ្ញុំអត់ចាប់អារម្មណ៍ថានឹងត្រីខំទេដោយសារតេស្តលេងតេស្តប្រាប់បាទដៃថ្មីអញ្ចឹងទៅប៉ុន្តែវាត្រីខំហើយខ្ញុំបញ្ជាក់ផងដែរសម្រាប់ត្រីដែលវាខំល្អម៉ោងដែលត្រីខំល្អគឺទី1ម៉ោងពេលព្រឹកបាទពេលព្រឹកអាចថាម៉ោងដែលស្រាងបើសិនជាយើងចង់ទៅបបកសម្រាប់ដៃថ្មីបាទយើងធ្វើម៉េចទៅម៉ោងស្រាងហើយពេលល្ងាចគឺចាប់ពីម៉ោង5ឡើងអាហ្នឹងជាម៉ោងដែលត្រីពេញខំបាទម៉ោងដែលត្រីពេញខំប៉ុន្តែអ្វីដែលខ្ញុំចង់និយាយនៅក្នុងវីដេអូនេះគឺចង់និយាយពីការគប់កុំឲ្យចាពាក់បាទសេរីដូចអ្វីដែលខ្ញុំនិយាយមិញមកហើយបន្ទាប់មកហើយសម្រាប់ការល្វីនេះបាទមិនបាច់លឿនពេកក៏បានដែរអាស្រ័យលើត្រីដែលយើងលេងត្រីស្នៃកុំល្វីលឿនពេកណាប៉ុន្តែបើយើងលេងត្រីដៀបត្រីអីយើងឆ្ដោឲ្យយើងល្វីលឿនអញ្ចឹងទៅហើយមួយទៀតគប់រំលឹកដែរបាទជាចុងក្រោយហ្នឹងគឺយើងត្រូវគប់បដោយខ្យល់ហើយលេខកន្លែងនេះបើមានលេខយកពីលេខ6ទៅលេខ8ឬក៏លេខ9កន្លែងនេះយើងរឹតមិនកុំឲ្យវាលឺខ្លឹកបាទតែនៅលើខ្លឹកគឺវាគប់ចាពាក់ហើយប៉ុន្តែបើសិនជាយើងចេះគប់ហើយយើងចង់គប់ឲ្យបានឆ្ងាយគឺយើងមានតែទុកឲ្យវាលឺបាទស្រែកន្លែងហ្នឹងឲ្យធូរទៅត្រីនេះពេលយើងគប់មែនតើវាខំទេប៉ុន្តែពេលដែលមិញខ្ញុំអត់ចាប់អារម្មណ៍ផងខ្ញុំទៅគប់បាន2 3ខ្សែបាទតេស្តលេងទៅវាខំមិញបើខ្ញុំប្រេអាឡង់បាទត្រៀមថាវានឹងខំចូលបាត់ហើយប៉ុន្តែមិញអត់ចាប់អារម្មណ៍ទេ
ហើយត្រីនេះគាត់ណាជាវីដេអូបាទសម្រាប់ដៃថ្មីដែលគាត់នៅតែសួរពីរបៀបគប់បាទរបៀបគប់របៀបជុំខំទីរួត្រីធំហ្នឹងបងប្អូនខំតាប៉ុន្តែសំខាន់វាខំអត់ចំនុយត្រីត្រូវចាំមើលខ្ញុំដាក់វីដេអូឲ្យមើលត្រីវានៅចាំខំនុយលេងហ្នឹងឯងមួយទៀតសម្រាប់ដៃថ្មីខ្ញុំបញ្ជាក់ម្ដងហើយម្ដងទៀតបងប្អូនបើចង់ឲ្យត្រីខំតតែយើងជ្រុំប្រឡងនឹងដែរបាទកំសោយណា30ខ្សែដូចខ្ញុំនិយាយអញ្ចឹងបាទ30ខ្សែទៅ50ខ្សែឬក៏កន្លះម៉ោងទៅ1ម៉ោងចាំយើងដូរប្រឡងហើយបើយើងលេងត្រីដៀបត្រីអីអាហ្នឹងយើងអស់លឿនអញ្ចឹងបានប៉ុន្តែបើយើងលេងត្រីទុកត្រីស្រែអីគេអត់អស់លឿនអញ្ចឹងពេកណាបាទកាលណាទៅអស់លឿនអញ្ចឹងពេកវាត្រីខំអត់តាន់ទេហើយក៏ត្រីវាងាយខំដែរដោយសារត្រីហ្នឹងគឺត្រីទុត្រីអីហ្នឹងវាជាប្រភេទត្រីដែលលោភខំបើចាំខំនុយរៀងយឺតហើយបើយើងអស់លឿនវាខំអត់តាន់ទេអូខេឥឡូវវាឈប់ខំអីអញ្ចឹងខ្ញុំដាក់បាទប្រហែលនាទីគឺដាក់ទៅទាំងអស់ហើយទៅទេហើយបាទដោយសារម៉ោង6ហើយមកខ្សែនេះខ្សែចុងក្រោយហើយត្រីវាលេងសើចមួយយើងដែរអញ្ចឹងយើងកុំតាមវាលេងសើចបាទយើងឈប់អញ្ចឹងជាចុងក្រោយបងប្អូនបាទសម្រាប់គប់ដៃថ្មីបាទគប់កុំឲ្យជាពាក់ទី1កន្លែងនេះយកពីលេខ6ទៅលេខ8ហើយកន្លែងរឹតស្ពូលវានេះយកមិនកុំឲ្យវាលឺខ្លឹកបាទរឹតវាយ៉ាងណែតិចមកហើយគប់ឈាមគប់ទៅលើសិនបាទគប់ទៅលើចាំប្រឡែងដៃពេលដែលនុយចិត្តឆែកដល់ទឹកប្រហែលជាកន្លះម៉ែត្រឬក៏1ម៉ែត្រយើងចុចដៃចុចស្ពូលនេះចេះបាទចុចអញ្ចឹងបាទចុចអញ្ចឹងហើយព្យាយាមគប់បដ ாய் ខ្យល់បាទកុំគប់ប្រជ្រះខ្យល់ឲ្យសោះបាទអញ្ចឹងអរគុណច្រើន